គ្រាន់តែទទួលបានគម្រោងពង្រីកផ្លូវពីសំណាក់អាយដាមខួងស្រេងអភិបាលរាជធានីភ្នំពេញភ្លាមរដ្ឋបាលខណ្ឌដូនពេញដឹកនាំដោយលោកជាខេមាក៏ដូចជារដ្ឋបាលសង្កាត់ស្រះចកដឹកនាំដោយលោកស្រីអ៊ុនសាផនព្រមទាំងក្រុមការងារហាក់បីដូចជាគ្មានទំនេរឡើយគឺលោកចុះបើកការដ្ឋានកសាងភ្លាមតែម្ដងខណ្ឌដូនពេញនាព្រឹកថ្ងៃប្រហ័ស14កើតខែមករាឆ្នាំអាសាញ់ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី4ខែធ្នូឆ្នាំ2025វត្តមានលោកជាខេមាអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញលោកបានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុងឆ្អឹងដែកកម្រាស់20សង់ទីម៉ែត្រផ្លូវលេខ80ប្រវែង208ម៉ែត្រទទឹង8ម៉ែត្រផ្ទៃក្រឡា1664ម៉ែត្រការ៉េចាប់ពីរបងខាងលិចស្ថានទូតបារាំងដល់មុខអគារលេខ70និងដាក់លូមូលទំហំ1ម៉ែត្រក្នុងសាច់ផ្លូវប្រវែង208ម៉ែត្រស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញឆ្នាំ2026មិនត្រឹមតែប៉ុណ្ណោះលោកជាខេមាអភិបាលខណ្ឌដូនពេញលោកក៏បានចុះទៅពិនិត្យទីតាំងរៀបឥដ្ឋការ៉ូឡានៅត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារផងដែរដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅខាងលើនោះមានការសាទរសប្បាយចិត្តជាពន់ពេកនិងសូមថ្លែងអំណរគុណអាយដាមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់និងដោះស្រាយរាល់បញ្ហាផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលរងចាំជាច្រើនឆ្នាំមកហើយជាចុងក្រោយនេះលោកជាខេមាអភិបាលខណ្ឌដូនពេញលោកក៏បានសំណូមពរដល់បងប្អូនដែលរស់នៅក្នុងមូលដ្ឋាននៅទឹកដីខណ្ឌដូនពេញទាំងអស់សូមមេត្តានាំគ្នាជួយរក្សានៅសណ្ដាប់ធ្នាប់អនាម័យបរិស្ថាននិងរាល់គ្រប់ហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីឲ្យទឹកដីខណ្ឌដូនពេញទាំងមូលមានភាពល្អស្អាតទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តសប្បាយប្រកបដោយផាសុកភាពបាន